ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ថ្នាក់សិក្សាភាសាអង់គ្លេសរបស់យើងសម្រាប់អ្នកមកថ្មីកុំភ្លេចជួយចុច Subscribe សញ្ញាកណ្ដឹងចុច Like និង Share ម្នាក់មួយផងអូខេចាំឲ្យខាត់ពេលយូរយើងចូលសិក្សាទាំងអស់គ្នាយើងមកសិក្សានៅទំព័រទី113ដែលយើងសិក្សាអំពីលេខ2ចឹងឡើយលេខ2នេះគេឲ្យយើងស្ដាប់នៅ tape script 12.3 Harry is still shopping គេថា Harry គឺនៅកន្លែងទិញអីវ៉ាន់ Listen to his conversation and complete the table ស្ដាប់នៅកិច្ចសន្ទនារបស់គាត់ហើយបំពេញនៅក្នុងតារាងខាងក្រោមអូខេយើងស្ដាប់អ្នកគ្នា 12.3 Where's Harry? 1. Good morning, Tarek. I'd like the Times and this month's car magazine. Morning, Harry. Is that all? Yes, that's all. Oh, I'd like a birthday card too. It's my mum's birthday tomorrow. The cards are next to you. This one looks okay. Would you like a bag? No, thanks. I don't need a bag. That's £6.50. 2. Can I help you? Good afternoon. I'd like to post this parcel, please. Can you put it on the scales? That's 1 kilo exactly. Would you like to send it first or second class? First, please. It's a birthday present for my mum, and it's her birthday tomorrow. Oh, that's okay. We can do that. Phew. Anything else? That's it, thanks. Ok ក្រោយពីយើងស្ដាប់ចប់យើងមកមើលកិច្ចសន្ទនាទី1កិច្ចសន្ទនាទី2អ្នកគ្នាគេថា where is he តើគាត់នៅឯណាអញ្ចឹងកិច្ចសន្ទនាទី1គាត់នៅណាកិច្ចសន្ទនាទី2គាត់នៅណាហើយមួយទៀត what does he want តើគាត់ចង់ទិញអ្វីអូខេជឿស្ដាប់មិញយើងបានព័ត៌មានអីខ្លះអូខេអញ្ចឹងក្រោយពីស្ដាប់ហើយយើងត្រៀមតបចម្លើយទាំងអស់គ្នាចេញមើល conversation 1 conversation 2គេថា where is he now តើគាត់នៅឯណាលោកនេះ in a new section នៅឯកន្លែងអ្នកងារសារព័ត៌មានហើយមើលគេថា what does he want តើគាត់ចង់បានអ្វី the Times ចង់បាន the Times a cars magazine គេថាទស្សនាដីអំពីកូនឡាន and a birthday card ហើយនឹងការថ្ងៃខួបកំណើតអូខេចេញមើលទៀតគេថា conversation 2 at a post office នៅឯ post office គេយ៉ាងไรប្រេសនីអញ្ចឹងគាត់ចាំបានគេ post to post a parcel ផ្ញើកញ្ចប់អីវ៉ាន់មួយអូខេអញ្ចឹងចង់ផ្ញើចប់អីវ៉ាន់នេះអញ្ចឹងទៅអូខេហើយមើល 3 Harry has a visitor Alex A គេថា Harry គឺជាទស្សនិកជនឬក៏អ្នកទស្សនានឹងហើយមើលអីគេ Alex A ចឹង A ជា Alex complete the conversation បំពេញនៅកិច្ចសន្ទនាអូខេហើយមើលអ្នកគ្នាហើយមើល one គេថា what would you ចឹង would you like to drink តើអ្នកចង់ផឹកអ្វីហើយមើលទៀត A ដែលគេថា a cool drink please សូមភេសជ្ជៈត្រជាក់មួយមកហើយមើលទៀត do you have again ដែលមើល apple juice do you have any apple juice គេថាតើអ្នកចង់ផឹកទឹកផ្លែប៉ោមមួយចំនួនទេហើយមើលទៀតI have some orange juice but I don't have any apple juice ខ្ញុំមានទឹកក្រូចមួយចំនួនហើយប៉ុន្តែខ្ញុំមិនចង់ផឹកទឹកប៉ោមទៀតនោះទេហើយមើលទៀត A don't worry កុំបារម្ភកុំព្រួយបារម្ភអី orange juice is fine គេថាទឹកក្រូចគឺ fine គឺល្អគឺគ្រប់គ្រាន់ហើយតែអរគុណអូខេហើយមើលទៀត 2 would you like something to eat តើអ្នកចង់ញ៉ាំអីមួយចំនួនទេyes please បាទដាក់មក is a sandwich okay តើ sandwich មិនអីទេឬអីថាcheese sandwich មួយមក
ជីសាំវិចមើលទេថា I don't have any cheese ខ្ញុំមិនមាន cheese មួយចំនួនទេ sorry សុំទោស I have some ham ខ្ញុំមានសាច់ជ្រូកមួយចំនួនហើយ what about a ham sandwich តើ sandwich រសជាតិសាច់ជ្រូកឬ yes please សូមដាក់មកហេដល់យើងបន្តទៀតឡើយមើលគេថា would you like some chocolate cake too តើអ្នកចង់បាននំខេករសជាតិសូកូឡាមួយចំនួនដែរឬទេឡើយមើលទៀតyes please បាទសូមដាក់មក I love some ខ្ញុំស្រឡាញ់ឬចូលចិត្តញ៉ាំពួកគេអូចឹងយើងបំពេញហើយទាំងប្រមាណហ្នឹងដើម្បីដឹងថាបំពេញត្រូវឬមិនត្រូវយើងមកស្ដាប់ទាំងអស់គ្នាអូ let's start to listen 12.4 Harry and Alice 1. What would you like to drink? A cold drink, please. Do you have any apple juice? I have some orange juice, but I don't have any apple juice. Don't worry. Orange juice is fine. Thanks. 2. Would you like something to eat? Yes, please. Is a sandwich okay? A cheese sandwich? I don't have any cheese. Sorry, I have some ham. What about a ham sandwich? Oh, yes, please. Would you like some chocolate cake too? Oh, yes, please. I'd love some. អូខេចឹងក្រោយពីយើងស្ដាប់ចប់ហើយយើងបន្តទៀតឥឡូវយើងតចូលដល់ grammar spot វេយ្យាករណ៍ would like ហើយនឹង would like to គេថាចង់អានេះមានន័យថាចង់ណាហើយមើល one would like is more would like than I want គេថា would like ហ្នឹងគឺវាមានន័យធំជាងI want គេថាមានន័យធំជាងមានន័យធំធេងជាងចង់បានជាងអីចឹងទៅឡើយមើលទៀតlike some ham please ខ្ញុំចង់បានសាច់ជ្រូកមួយចំនួនអូខេសូមដាក់មកអីចឹងមកនេះពាក្យគួរសមឲ្យ please ហ្នឹងអូខេមើលទៀតtwo we offer sting with would you like គេថាយើងផ្ដល់ជូននៅអ្វីមួយជាមួយនឹង would you like តើអ្នកចង់បានអីគេហើយមើលទៀត and would you like to ហើយនឹង would you like to ហ្នឹងហើយមើល would you like anything else តើអ្នកចង់បានអ្វីទៀតឬអ្វីផ្សេងទៀតទេហើយមើលទៀត would you like to watch a film ចឹងការប្រើប្រាស់ to ដោយសារគេដាក់កិរិយាសព្ទនេះមួយទៀតចឹងបានគេដាក់ to ដើម្បីផ្ដាច់កិរិយាសព្ទមួយទៅកិរិយាសព្ទមួយទៀត For example would you like to watch a film តើអ្នកចង់មើលភាពយន្តដែរឬទេឬក៏ would you like to drink coffee ចឹងយើងអាចដាក់ចឹងដែរដោយសារយើងដាក់កិរិយាសព្ទពីរយើងដាក់ to កន្លែងនេះចឹងនេះមានបណ្ដឹងយើងបន្តទៀតលើយមើល some and any ការប្រើប្រាស់ some ហើយនឹង any លើយមើល one we use some in positive sentence like some apples ខ្ញុំចង់បានផ្លែប៉ោមមួយចំនួនចឹងsome នេះយើងប្រើប្រាស់ជាមួយនឹងប្រយោគស្របអូខេហើយមើលទៀត two we use any with negative and question ឬក៏ question and negative យើងប្រើប្រាស់ any ជាមួយនឹង question ប្រយោគសំណួរហើយ negative ប្រយោគបដិសេធ For example do you have any orange តើអ្នកមានផ្លែក្រូចមួយចំនួនទេ We don't have any orange យើងគឺមិនមានផ្លែក្រូចមួយចំនួនទេអូខេលេខមើលទៀត We can also use some when we offer things យើងអាចប្រើប្រាស់ some នៅពេលដែលយើងប្រើប្រាស់ប្រយោគដល់ជូននៅអ្វីមួយ For example would you like some coffee តើអ្នកច
ចង់បានកាហ្វេមួយចំនួនទេអូខេចឹងអាចប្រើប្រាស់សាមបានលក្ខណៈប្រយោគ offer ប្រយោគដែលលក្ខណៈថាផ្ដល់ជូននៅអ្វីមួយអូខេចឹងនេះមានប៉ុណ្ណឹងហើយយើងបន្តទៀតឡើយមើល grammar reference grammar នឹង reference គឺនិយាយអំពីវេយ្យាករណ៍ 12.1 would like គេថាចង់ឡើយមើល 1 we use would like to us for sing គេថាយើងប្រើប្រាស់ would like ដើម្បីសួរនៅរឿងរ៉ាវមួយចំនួនឬក៏និយាយអំពីរឿងរ៉ាវមួយចំនួនអញ្ចឹងទៅអ្វីមួយអញ្ចឹងបាទអូខេឥឡូវមើល positive ប្រយោគស្រប់ I like a cup of tea ខ្ញុំចង់បាននៅអីគេបែងតែមួយអូខេបែងតែមួយអញ្ចឹងយើងមើលអញ្ចឹងអាចដាក់អីក៏បានដែរដែលដូចតែគ្នាwould like នេះគឺដូចគ្នាទាំងអស់ទោះបីជាទម្រង់ I you we they he she it នេះក៏នៅតែដូចគ្នាដែរអូខេចឹងមើល I like a cup of tea you like a cup of tea ចឹងទៅអូខេចឹងយើងបន្តទៀតឡើយមើល to we use would like អូខេ to offer sing គេថាយើងប្រើប្រាស់ would like ហ្នឹងគឺដើម្បីនិយាយអំពីការផ្ដល់ជូននៅវត្ថុឬអ្វីមួយហើយមើល question សំណួរ would you like some cake តើអ្នកចង់បាននំខេកមួយចំនួនទេ would they like some cake តើពួកគេចង់បាននំខេកមួយចំនួនទេនេះគឺនិយាយអំពីការផ្ដល់ជូនអូខេហើយមើលទៀត 3 look at the answers មើលទៅកាន់ចម្លើយ would you like a cup of tea គេថាតើអ្នកចង់បាននៅបែងតែមួយទេបើសិនបើយើងចង់បានថា yes please បាទសូមឲ្យមកដល់ពេលបើសិនបើយើងមិនចង់បានទេ no thank you ទេអរគុណហើយអត់ចង់បានទេអូខេអញ្ចឹងនេះគឺរបៀបឆ្លើយគេឆ្លើយបែបហ្នឹងអូខេអញ្ចឹងយើងមើលបន្តទៀតគេថា we use would like យើងប្រើប្រាស់ would like not want គឺមិនប្រើប្រាស់ want ទេto be put like ដើម្បីប្រើប្រាស់និយាយអ្វីដែល put like មានន័យពេញលេញមានន័យជាក់លាក់អូខេហើយមើលតទៀតគេថា I like a coffee please not I want a coffee គេថាខ្ញុំចង់បានកាហ្វេមួយបែងឬមួយយើងមិនត្រូវប្រើប្រាស់ I want a coffee ទេទេហើយមើលទៀត4 we can use would like with another verb គេថាយើងអាចប្រើប្រាស់ would like ហ្នឹងជាមួយនឹងកិរិយាសព្ទដទៃទៀតបានគេថា would you like to go out tonight គេថាតើអ្នកចង់ទៅខាងក្រៅនៅយប់នេះទេ what would you like to do តើអ្នកចង់ធ្វើអ្វីអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ជាមួយនឹងកិរិយាសព្ទដទៃទៀតយើងត្រូវបន្ថែម to នៅខាងនេះ like នេះដាក់ to មកគឺដើម្បីផ្ដាច់កិរិយាសព្ទចេញពីគ្នាអូខេហើយយើងមើលបន្តទៀត 12.2 some and any ថា some ហើយ any ហើយមើលទៀត 1 we use some in positive sentence យើងប្រើប្រាស់ some ជាមួយនឹងប្រយោគស្របហើយមើលទៀតគេថា like ខ្ញុំចង់គេsome hams ខ្ញុំចង់បានសាច់ជ្រូកមួយចំនួនអូខេហើយមើលទៀត cheese គេ there's some cheese មាន cheese មួយចំនួន we have some book យើងមានសៀវភៅខ្លះៗអូខេឬក៏មួយចំនួនអូខេអញ្ចឹងនេះមានប៉ុណ្ណឹងយើងបន្តទៀតហើយមើល to គេថា we use any in question យើងអាចប្រើប្រាស់ any ជាមួយនឹងប្រយោគសំណួរ is there any hams តើមានសាច់ជ្រូកមួយចំនួនទេ do you have any money តើអ្នកមានលុយមួយចំនួនទេ are there any people តើមានមនុស្សម្នាមួយចំនួនទេអូខេហើយមើលទៀត 3 we use any in negative គេថាយើងប្រើប្រាស់ any នៅក្នុងទម្រង់បដិសេធ there isn't any bread មិនមាននំប៉័ងមួយចំនួនទេ
we don't have any friends យើងមិនមានមិត្តភក្តិមួយចំនួនទេ there are books there are any books មិនមានសៀវភៅមួយចំនួនទេអូខេលើយើងតទៀត lấy mơ tha we use some when we are first asked for sing អីហ្នឹង lấy mơ would you like some wine តើអ្នកចូលចិត្តផឹកស្រាឬក៏ចង់ផឹកស្រា wine ទេ can I have some cheese តើអាចឲ្យខ្ញុំនៅ some cheese មួយចំនួនទេនៅ cheese មួយចំនួនទេលេងមើលទៀត 12.3 like and would like គេថា 12.3 like ហើយនឹង would like ចង់ចូលចិត្តហើយនឹងចង់ 1 we use like and like doing to talk about thing we always like គេថាយើងប្រើប្រាស់ like ហើយនឹង like doing គឺដើម្បីនិយាយអំពីរឿងរ៉ាវដែលយើងតែងតែចូលចិត្តហើយមើល I like coffee ខ្ញុំចូលចិត្តកាហ្វេ equal I always enjoy coffee ខ្ញុំវាស្មើនឹងខ្ញុំតែងតែចូលចិត្តផឹកកាហ្វេហើយមើលទៀត she likes swimming in summer នាងចូលចិត្តហាលទឹកនៅរដូវក្តៅ equal she always enjoy swimming វាស្មើនឹងនាងតែងតែចូលចិត្តហាលទឹកហើយមើលទៀត 2 we use would like to talk about thing we want now or soon គេថាយើងប្រើប្រាស់ would like ហ្នឹងគឺដើម្បីនិយាយអំពីរឿងរ៉ាវដែលយើងចង់ធ្វើចង់បាននៅឡើយនេះឬក៏ឆាប់នេះ for example like a coffee ខ្ញុំចង់ផឹកកាហ្វេមួយកែវ equal I want a coffee វាស្មើនឹងខ្ញុំចង់បានកាហ្វេមួយ I like to go shopping ខ្ញុំចង់ទៅ shopping ចង់ទៅទិញអីវ៉ាន់ហ្នឹង equal I want to go to shopping វាស្មើនឹងខ្ញុំចង់ទៅទិញអីវ៉ាន់អូខេ I want to go to shopping អូខេចឹងនេះមានប៉ុណ្ណឹងយើងតទៀតលើមើល rule play វិន័យ4ច្បាប់ for work with a partner ធ្វើការជាមួយឯកគូ you have a friend at your house អ្នកមានមិត្តភក្តិម្នាក់នៅឯផ្ទះរបស់អ្នក offer him her something to eat or drink គេថាផ្ដល់ឲ្យនាងនៅអ្វីមួយដើម្បីញ៉ាំឬក៏ផឹកអូខេនាងគាត់អ្វីមួយដើម្បីញ៉ាំផឹក for example ថា to drink ផ្ដល់ឲ្យសម្រាប់ការផឹកមានដូចជាគេ a glass of wine or water គេថាស្រាវ៉ាញមួយកែវឬក៏ទឹកមួយកែវ coffee and orange juice កាហ្វេមួយកែវទឹកក្រូចមួយកែវឯហ្នឹងគេលើមើលទៀត to eat នេះមានន័យថាដល់ឲ្យញ៉ាំ biscuit នេះគឺនំ biscuit some cake នំ cake a sandwich នេះគឺនំ sandwich អូខេលើមើលអាចផ្ដល់ឲ្យគាត់យើងសួរគាត់សិន would you like to drink តើអ្នកចង់ផឹកអីគេចង់ផឹកដែរតែខ្ញុំម្នាក់ទៀតមិត្តភក្តិយើងឆ្លើយ yeah please សូមឲ្យមកចឹងសួរទៀតថា what would you like to eat តើអ្នកចង់ញ៉ាំអ្វីអូខេឬចង់ផឹកអ្វី drink ថា what would you like to drink តើអ្នកចង់ផឹកអ្វីចឹងអ្នកទៀតឆ្លើយចង់ផឹកអីគេអ្នកចម្លើយក្នុងនេះអូខេចឹងយើងអាចសួរដែលសួរហូតចឹងណាអូខេសួរអស់សំណួរដែលយើងត្រូវសួរហ្នឹងហើយយើងអនុវត្តធ្វើខ្លួនឯងអូខេនេះខ្ញុំអត់មានអីច្រើនទេឲ្យយើងធ្វើខ្លួនឯងទេអូខេចឹងតទៀតចឹងយើងមើលគេថា what would you like តើអ្នកចង់បានអ្វីឬក៏ what would you like to drink តើអ្នកចង់ផឹកអ្វីចឹងឆ្លើយថា a glass of wine please សូមឲ្យស្រាក្រហមកែវមកអូខេចឹងនេះមានប៉ុណ្ណឹងអូខេចឹងកុំឲ្យខាតពេលយូរយើងបន្តទៀតឡើយមើល file now suggest something to do គេថាឥឡូវនេះយើងបង្កើតនៅប្រយោគនេះដើម្បីនៅអ្វីដែលត្រូវធ្វើអូខេឡើយមើលថា watch a film មើលភាពយន្ត sit in a
garden អង្គុយនៅក្នុងសួនច្បារ go for a walk គឺថាទៅដោយដើរថ្មើរជើង see my holiday photo មើលរូបថតថ្ងៃដំណើរកម្សាន្តរបស់ខ្ញុំ play a computer game លេងហ្គេមលើ computer watch the match on TV គឺថាមើលការប្រកួតនៅលើ TV លើទូរទស្សន៍លើមើលយើងអាចធ្វើមិន would you like to see my holiday photo តើអ្នកចង់ឃើញរូបថតថ្ងៃដំណើរកម្សាន្តរបស់ខ្ញុំទេចឹងយើងសួរ would you like នេះទៅជាប់ជាមួយនឹង would you like to ទៅជាប់ជាមួយកិរិយាសព្ទហើយនឹង clear press ទាំងអស់នេះទៀត would you like to see my holiday photo would you like to watch a film អូខេចឹងសួរបែបហ្នឹងមកហើយម្នាក់ទៀតអ្នកឆ្លើយតាមគំនិតរបស់យើងមិនណាអូចឹងឧទាហរណ៍គំនិតរបស់គេថា yeah I love to ខ្ញុំបាទចាខ្ញុំចូលចិត្តខ្ញុំស្រឡាញ់ did you have a good time តើអ្នកមានពេលវេលាដ៏ល្អទេអូចឹងនេះមានប៉ុណ្ណឹងយើងយកទៅរៀនអនុវត្តធ្វើខ្លួនឯងអូខេចឹងយើងតទៀតអូខេចឹងយើងមកមើលវីដេអូរបស់គ្នាគេថា watch a video about Los Angeles Road Track អូខេ let's start to watch the video everyone This is Los Angeles in the U.S. It's a great place to eat. But you don't need to go to a restaurant or a cafe in LA. There are thousands of other excellent places to eat all over the city, when you can find them. These are a few of LA's gourmet food trucks. There are around 6,000 gourmet food trucks in the city. They sell all kinds of food, and they're very popular. And every day they're in a different place. You can follow the food trucks on the internet. Usually, fast food isn't very good, but these trucks sell great food from around the world. The food is cheap, too. What would you like to eat? Would you like to try some Thai food? Or some Mexican food? How about some Indian food? Or some Vietnamese food? There's always some American food too. There's chicken, soup, cheese, salad. Some of the food is healthy. Delicious. And some of the food isn't. Let's see, burger, cheese, grilled onions, and a fried egg on top. Luckily, the weather is usually good in LA. There aren't any tables or chairs here, but customers can sit on the ground and chat with their friends. It isn't always comfortable, but the food is always delicious. What can I get for you? Let's see. I would like a waffle sundae.
This is Artie Kanodia. This is her food truck, Crispy Waffle and Friet. 3 years ago, Artie went to Belgium and ate some delicious Belgian waffles. She returned to America and bought a food truck, and now she sells Belgian waffles all around Los Angeles. Every day, Artie drives to a different area of the city. She tells her customers where she is on her website, on Twitter, and on Facebook. Artie's food truck is very popular. Artie is always busy. She'd like to go on holiday, but she never has the time. Los Angeles is famous for its gourmet food trucks, but they are now in lots of other cities too. There are gourmet food trucks in cities like New York, Chicago, and London. Are there any near you? Thank you everyone for watching my video. Okay, see you next time. Okay.